Body Feint ជំនាញនេះគឺជាការបោកប្រាស់ទីដោយប្រើការកម្រើកស្មាចង្កេះនិងរាងកាយមុននឹងបដូរទីយ៉ាងលឿន Lionel Messi មិនចាំបាច់ប្រើក្បាច់ស្មុគស្មាញទេប៉ុន្តែគាត់ធ្វើឲ្យខ្សែការពារជឿថាគាត់នឹងទៅទីមួយរួចបដូរទៅទីមួយទៀតភ្លាមៗដោយសារគាត់រក្សាបាល់នៅជិតជើងជានិច្ចគាត់អាចបត់ទីបានដោយមិនបាត់ការគ្រប់គ្រងជំនាញនេះមានប្រសិទ្ធភាពខ្លាំងក្នុងកន្លែងតូចនិងជាមូលហេតុដែល Messi អាចឆ្លងកាត់ខ្សែការពារជាច្រើនអ្នកជាប់គ្នា Step over ជំនាញនេះគឺជាការបង្វិលជើងជុំវិញបាល់ដើម្បីធ្វើឲ្យគូប្រកួតស្ទាក់ស្ទើរ Cristiano Ronaldo បានធ្វើឲ្យជំនាញនេះល្បីខ្លាំងតាំងពីនៅក្មេងជាមួយ Manchester United គាត់អាចធ្វើ step over មួយឬច្រើនដងជាប់គ្នាមុននឹងបង្កើនល្បឿនរត់ផុតខ្សែការពារអ្វីដែលធ្វើឲ្យវាពិបាកទប់គឺគូប្រកួតមិនអាចដឹងថាគាត់នឹងរត់ទៅទីណានោះទេ Roulette ឬ Martial Turn គឺជាការបង្វិលខ្លួន360ដឺក្រេខណៈដែលបាល់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កីឡាករ Zinedine Zidane បានធ្វើឲ្យក្បាច់នេះក្លាយជានិមិត្តសញ្ញារបស់គាត់នៅពេលដែលគូប្រកួតចូលមកដណ្ដើមបាល់គាត់អាចបង្វិលខ្លួនរួចចេញពីសម្ពាធដោយរលូនវាត្រូវការទប់បាល់ល្អនិងការរក្សាលំនឹងរាងកាយបានល្អ Elastico គឺជាការទាញបាល់ទៅទីដៅមួយរួចរុញត្រឡប់ទៅទីដៅផ្ទុយភ្លាមដោយជើងតែមួយ Ronaldinho បានធ្វើឲ្យក្បាច់នេះមានភាពល្បីល្បាញទូទាំងពិភពលោកចលនារបស់វាលឿនខ្លាំងរហូតដល់ខ្សែការពារជាច្រើនមិនមានពេលគ្រប់គ្រាន់ក្នុងការឆ្លើយតបវាបង្ហាញពីភាពបត់បែនរបស់កញ្ជើងនិងការគ្រប់គ្រងបាល់ដ៏ល្អ Rainbow Flick គឺជាការលើកបាល់ពីក្រោយជើងឲ្យហោះរំលងលើក្បាលគូប្រកួត Neymar ប្រើវានៅពេលមានទំនុកចិត្តនិងមានចន្លោះគ្រប់គ្រាន់ជំនាញនេះមានដើមកំណើតពីការលេងបាល់តាមដងផ្លូវក្នុងប្រទេសប្រេស៊ីលដែលផ្ដោតលើការច្នៃប្រឌិតនិងការកម្សាន្តទោះបីមិនមានការប្រើញឹកញាប់ក្នុងគ្រប់ការប្រកួតក៏ដោយវាអាចបំបែកខ្សែការពារគូប្រកួតបានយ៉ាងអស្ចារ្យនៅពេលដែលកីឡាករប្រើបានត្រឹមត្រូវ Cruyff Turn គឺជាការធ្វើដូចជាចង់បញ្ជូនឬទាត់បាល់ប៉ុន្តែទាញបាល់ត្រឡប់មកក្រោយជើងមុននឹងបត់ទៅទីដៅថ្មី Johan Cruyff បានប្រើវាក្នុងការប្រកួត World Cup ឆ្នាំ1974ហើយវាក្លាយជាជំនាញដ៏ល្បីរហូតមកដល់សព្វថ្ងៃវាជួយឲ្យកីឡាកររួចផុតពីការបិទផ្លូវដោយមិនចាំបាច់ប្រើល្បឿនខ្លាំង La Croqueta គឺជាការផ្ទេរបាល់ពីជើងម្ខាងទៅជើងម្ខាងទៀតយ៉ាងលឿនដើម្បីឆ្លងកាត់គូប្រកួត Andres Iniesta ធ្វើឲ្យជំនាញនេះបានយ៉ាងរលូនដោយយើងមើលទៅដូចជាសាមញ្ញប៉ុន្តែមានប្រសិទ្ធភាពខ្លាំងវាស័ក្តិសមសម្រាប់តំបន់ចង្អៀតដែលមិនមានកន្លែងសម្រាប់ប្រើក្បាច់ធំ